Some the dicho on sand, chop tóc tung vô trong chiếc thấy, đại tăng ru sum đáy, bánh nhọt đồng vốn chiếc tung vợ mà nốt nâng ớt chỉnh sàn. Some the dicho on sand,ประเทศฟิลิปปินส์ในกัมพูชีในថ្ងៃទី6ខែតុលាឆ្នាំ2025នេះបានបង្ហាញសារពិសេសមួយដោយសូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វដោយថៃមួយចំនួនបាននឹងកំពុងធ្វើដាក់សម្ដេចសម្ដេចឌីជោក៏ប្រកាសឲ្យដឹងថាប្រសិនបងប្អូនឈឺចាប់ជាមួយថៃសូមគុំទិញទំនិញថៃមកប្រើនិងឈប់ប្រើប្រាស់បាតថៃលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រីកឯកជនភាពរបស់ជាតិយើងក្នុងសំណេររបស់សម្ដេចតេជោហ៊ុនសែនបានសរសេររៀបរាប់ជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោមឬជនជាតិស៊ីវិលមានគុណធម៌សិលធម៌និងអច្ឆរិយធម៌ខ្ពស់សូមជនជាតិខ្មែរកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះជាទង្វើអមនុស្សនិងអន់ជាងសត្វមិនថាវីដេអូនេះធ្វើឲ្យមនុស្សផ្ទាល់ខ្លួនឬ AI គឺសិតតែបង្ហាញនៅអំពីអាក្រក់ទាំងអស់មិនថាជនជាតិណាឬក្រុមណានោះឡើយកន្លងមកនេះបងប្អូនយើងមួយចំនួនបានសូមមកខ្ញុំដើម្បីការតបតរយៈរូបថតឬព្រះនិច្ចថៃយកមកដាក់ឲ្យបាញ់យករង្វាន់ដោយជនជាតិថៃមួយចំនួនបាននឹងកំពុងធ្វើខ្ញុំបានប្រាប់ទៅវិញថាបើយល់ថាគេធ្វើបែបនេះជាការខុសសូមគុំប្រឡងយកខុសជាមួយគេធ្វើអីព្រោះអំពើបែបនេះជាអំពើអមនុស្សនិងអន់ជាងសត្វទៅទៀតខ្ញុំបានបញ្យល់បន្ថែមពួកគេធ្វើបែបនេះនៅក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបាត់ឈប់បាញ់កំពុងស្ថិតនៅក្នុងស្ថានភាពផុតផុយស្រួយយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនមួយចំនួនតបតតាមរយៈអភ័យភាពខ្ញុំសូមអំពាវនាវដល់ជនរួមជាតិសូមគុំយកប្រទេសថៃឬរូបថតមេដឹកនាំថៃណាមួយមកធ្វើដោយមិនក៏បីឲ្យសោះទោះបីជាប្រទេសយើងតូចប្រជាជនយើងមានតិចសេដ្ឋកិច្ចយើងទន់ខ្សោយតែយើងកុំទន់ខ្សោយខាងសិលធម៌យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសិលធម៌ខ្ពស់ប្រសិនបងប្អូនជួយចាប់ជាមួយថៃមិនចូលចិត្តថៃសូមគុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាស់បាក់ប្រាក់បាតថៃលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រីកវិស័យឯកជនជាតិរបស់យើងសូមគុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃនិងប្រជាជនថៃដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជាខ្ញុំនៅតែជឿជាក់ថាប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយនឹងប្រជាជនកម្ពុជានោះទេមនុស្សមួយចំនួននៅថៃរាប់ទាំងអស់ដឹកថ្នាក់ដឹកនាំខ្លះកំពុងវាយតបតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថាកំពុងជួបការលំបាកក្រោយពីថៃបិទច្រកព្រំដែនខ្វះទំនិញប្រើប្រាស់ខ្ញុំគួរតែអរគុណថ្នាក់ដឹកនាំថៃម្ដងទៀតដែលវាយក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំមិនតិចជាង$5,000 លានទៅទិញទំនិញថៃហើយបង្វិលលុយនេះមកទិញទំនិញនៅក្នុងស្រុកដែលធ្វើឲ្យទំនិញផលិតផលក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រីកសេដ្ឋកិច្ចកម្ពុជាយើងមិនដែលបានទៅសុំទំនិញថៃមកលក់នៅក្នុងទីផ្សារយើងទេគឺយកលុយទៅទិញសូមថ្នាក់ដឹកនាំថៃកុំយល់ច្រឡំនិងប្រមាថកម្ពុជាជាបន្តទៀតយើងដឹងថាពួកអ្នកជាអ្នកមានជាងកម្ពុជាតែអ្នកក៏ត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃទៅធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូលសូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជាកុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេចុងក្រោយខ្ញុំសូមជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនសូមប្រញាប់បដូរប្រាក់បាតថៃជាមួយនឹងប្រាក់រៀលឬដុល្លារព្រោះខាងមុខនេះបងប្អូននឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរនិងការអាចខ្លាចជាចំណុចដែលគេយកទៅធ្វើដោយករណីអគ្គិសនីអ៊ីនធឺណិតនិងប្រេងអ៊ីនធឺណិតកាលពីមុនឈប់ប្រើប្រាស់បាតថៃមកប្រើប្រាស់រៀលគឺជាជួយពង្រឹងនៅរបស់ជាតិយើង